bà xuất hiện một này một thua ca nhom tranh videoមួយទៀតแบบប្រមួយបន្លែផ្លែឈើហ្នឹងហើយខ្ញុំតេស្តគ្រប់មុខមុននឹងខ្ញុំឲ្យគ្រួសារខ្ញុំគាត់ធ្វើបរិភោគអញ្ចឹងណាហ្នឹងហើយនេះខ្ញុំតេស្តទៅលើចេកថាវចាំម៉ាស៊ីននេះមួយ$150បងប្អូនត្រូវការខ្ញុំជួយកំងឲ្យណាហ្នឹងហើយហ្នឹងហើយដើម្បីសុវត្ថិភាពគ្រួសាររបស់យើងគួរតែមានម៉ាស៊ីននេះមួយនៅផ្ទះបងប្អូនហ្នឹងហើយអ្នកខ្លះគាត់ថាថ្លៃថាហ្នឹងហើយបងមកគិតថាថ្លៃកុំប្រើហើយគិតថាគ្រួសាររបស់បងប្អូនសុខភាពគ្រួសារបងប្អូនមានសុខភាពល្អហើយចង់ឲ្យគ្រួសារមានសុខភាពនិងសុខភាពល្អអាចមាននេះទៅតែគិតថាវាសាមញ្ញធម្មតាស្រ័យលើបងប្អូនទេព្រោះខ្ញុំអ្នកប្រើប្រាស់ដែរទេអញ្ចឹងហើយខ្ញុំជួយកំងឲ្យបានអូខេអញ្ចឹងយើងដោតវាមកវាអក្សរខ្មែរបងប្អូនស្រួលបាទដោតអញ្ចឹងមកមកយើងចុចវាស់វាទៅអានេះវាឲ្យប្រើក្នុងបទដ្ឋាន1000មីលីក្រាមក្នុង1គីឡូវិញបើវាប៉ុណ្ណឹងវាអត់អីទេអញ្ចឹងតែបើវាលើសយើងគួរតែកុំញ៉ាំអីចាំមានម៉ាស៊ីននេះមួយល្អបងប្អូនជាពិសេសអុកញ៉ាអាដាមជាមួយក៏អ្នកដែលមានលុយគួរតែមានម៉ាស៊ីននេះមួយនៅផ្ទះបាទអញ្ចឹងនេះចេញមកនេះវាដាក់គ្រោះថ្នាក់អញ្ចឹងបើសិនជាអាចកុំញ៉ាំអីបងប្អូននេះឆៃថាបាទអញ្ចឹងសិនជាអាចកុំញ៉ាំអីបើអានេះយើងទិញបន្លែអត់មានប្រភពទេណាពីផ្សារមកយើងអត់ដឹងថាបោះណាយើងអត់និយាយទេយើងអត់ដឹងទេអញ្ចឹងទិញពីផ្សារមកទិញមកយើងយកមកផ្ទះទុកញ៉ាំអញ្ចឹងណាដល់ពេលយើងតេស្តឃើញអញ្ចឹងខ្ញុំអត់ឲ្យគ្រួសារខ្ញុំញ៉ាំទេអញ្ចឹងយើងបោះចោលទៅតែបើបងប្អូនគាត់ថាស្រែកខ្ញុំចង់ញ៉ាំមិនញ៉ាំរឿងរបស់ខ្ញុំអញ្ចឹងបើតេស្តទៅឃើញបងប្អូនញ៉ាំក៏ញ៉ាំទៅអត់អីទេហ្នឹងជាសុខភាពរបស់បងប្អូនទេចាំមានម៉ាស៊ីននេះមួយល្អសម្រាប់បងប្អូនហើយជួយ share វីដេអូនេះឲ្យអ្នកដែលគាត់ចង់ប្រើប្រាស់បានបនបងប្អូនហ្នឹងហើយព្រោះពេលខ្លះយើងអត់ទាន់មានលទ្ធភាពមានលុយក្នុងការទិញតែអ្នកខ្លះគាត់ចង់ប្រើគាត់មានលុយគាត់ចង់ទិញតែនឹងរកទិញទៅណាអញ្ចឹងខ្ញុំជួយកំងឲ្យបានណាហ្នឹងហើយតម្លៃវា$150ហ្នឹងហើយព្រោះបងប្អូនព្រោះខ្ញុំចេញវីដេអូមុនផ្ទុះជាង2លាន view អញ្ចឹងមានអ្នកសួរតម្លៃម៉ានអញ្ចឹងបើខ្ញុំប្រាប់ហ្មងខ្ញុំទិញមក$150ទិញយកមកប្រើប្រាស់ទេតែបងប្អូនត្រូវការខ្ញុំជួយកំងឲ្យហ្នឹងហើយអូខេហ្នឹងហើយអរគុណច្រើនជួយ share វីដេអូនេះបងប្អូនបានបនច្រើនណាហ្នឹងហើយអរគុណច្រើន